ទីក្រុងគៀវគណៈប្រតិភូអ៊ុក្រែននិងរុស្ស៊ីចាប់ផ្ដើមជួបគ្នាជាលើកទី2នៅទីក្រុងអ៊ីស្តានប៊ូលប្រទេសទូគីប៉ុន្តែគេមិនសង្ឃឹមថាកិច្ចជំនួបនេះអាចនឹងសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗនោះទេគណៈប្រតិភូអ៊ុក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិចំណែករុស្ស៊ីដឹកនាំដោយជំនួយការរបស់លោកពូគីនប្រទេសទូគីដែលជាម្ចាស់ផ្ទះប្រកាសថាកិច្ចជំនួបនឹងចាប់ផ្ដើមនៅម៉ោង 1 រសៀលប៉ុន្តែអ្នកនាំពាក្យអ៊ុយក្រែនថ្លែងថាកិច្ចជំនួបនេះនឹងចាប់ផ្ដើមនៅពេលថ្ងៃត្រង់ដូច្នេះគេមិនទាន់ដឹងថានឹងចាប់ផ្ដើមនៅពេលណាពិតប្រាកដទេតាមរយៈការធ្វើអត្ថាធិប្បាយផ្សេងៗរបស់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែននិងរុស្ស៊ីគេអាចវាយតម្លៃថាភាគីទាំងពីរនិយាយមិនទាន់ត្រូវគ្នាទេនៅក្នុងបញ្ហាសំខាន់ៗជាពិសេសលក្ខខណ្ឌដែលភាគីទាំងពីរទាមទារពីគ្នាទៅវិញទៅមកដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពទន្ទឹមនឹងនោះសង្គ្រាមបន្តឆាបឆេះយ៉ាងក្តៅគគុកដើម្បីព្យាយាមកាន់កាប់ទឹកដីអ៊ុយក្រែនឲ្យបានត្រានមានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលអ៊ុយក្រែនបើកប្រតិបត្តិការវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ីដែលស្ថិតនៅចម្ងាយ 4,000 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនជាមួយនឹងដ្រូនជាង 100 គ្រឿងអ៊ុយក្រែនអាចបាញ់កំទេចយន្តហោះចម្បាំងរបស់រុស្ស៊ីជាង 40 គ្រឿងត្រឹមតែមួយប៉ាក់ព្រិចភ្នែកប៉ុណ្ណោះប្រមុខដឹកនាំអ៊ុយក្រែនថ្លែងថាផែនការវាយប្រហារនេះបានរៀបចំឡើងរយៈពេលជាង1ឆ្នាំកន្លះដើម្បីជាការសងសឹកទៅលើរុស្ស៊ីដែលបន្តបាញ់ប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែនប្រពន្ធពិធីភិនិច្ចងារសម្ងាត់អ៊ុយក្រែនបង្ហើបឲ្យដឹងថារុស្ស៊ីខាត់បងលើកនេះគិតជាទឹកប្រាក់ប្រហែល $7,000 លានកងទ័ពអាកាសរុស្ស៊ីប្រកាសថានៅក្នុងចំណោមដ្រូនអ៊ុយក្រែនដែលបានជូនទៅវាយប្រហារទីតាំង8កន្លែងកាលពីយប់មិញខ្លួនអាចបាញ់ទម្លាក់បាន160ទីគ្រឿងកាលពីយប់មិញរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនដោយដ្រូននិងមីស៊ីលអ៊ុយក្រែនថាខ្លួនបានបាញ់ទម្លាក់ដ្រូនអាបាក់រុស្ស៊ីបាន52គ្រឿងនៅក្នុងចំណោម80គ្រឿងមីស៊ីលប្លង់ពីក្រាបរបស់រុស្ស៊ីបាញ់ត្រីចំអគារស្នាក់នៅរបស់ប្រជាជននៅទីក្រុងខាឃីវកាលពីព្រឹកថ្ងៃច័ន្ទចំណែកមួយគ្រាប់ទៀតធ្លាក់ក្បែរសាលារៀនមួយកន្លែងទោះជាយ៉ាងណាក្តីគ្មាននរណាម្នាក់ស្លាប់ឬរបួសទេនេះបើយោងតាមអភិបាលក្រុងខាឃីវ